ជំរាបសួរលោកគ្រូខ្ញុំឈ្មោះធីមស៊ីថាខ្ញុំមកពីក្រុម AC1 ថ្ងៃនេះខ្ញុំមក record video ដែលធ្វើទាក់ទងទៅនឹងការ pull MySQL យកបន្ទូត Nginx ចូលទៅក្នុង container អញ្ចឹងជាដំបូងខ្ញុំមកធ្វើការបើកlogin ជាមួយនឹងយកបន្ទូតសិនដែលខ្ញុំ login ជាមួយ user របស់ខ្ញុំហើយដាក់ password បន្តមកទៀតគឺខ្ញុំធ្វើការយក IP address ចេញពីយមទូតហ្នឹងដើម្បីធ្វើការ login ជាមួយនឹង Kitbase ដើម្បីមានភាពងាយស្រួលក្នុងការធ្វើអញ្ចឹងខ្ញុំចូលមកកាន់ Kitbase របស់ខ្ញុំមកអញ្ចឹងខ្ញុំធ្វើការ remote តាមរយៈ IP address អញ្ចឹងដើម្បីធ្វើវីដេអូមួយនេះគឺខ្ញុំបានរៀបចំ script រួចរាល់ហើយអញ្ចឹងនេះជា script របស់ខ្ញុំអញ្ចឹងជាដំបូងដោយសារតែខ្ញុំបានធ្វើការ install Docker ហើយអញ្ចឹងបើសិនបើករណីដែលយើងចង់ឆែកDocker របស់យើងថាមានអត់អញ្ចឹងយើងអាចវាយ comment ថា Docker version មកអញ្ចឹងវានឹង show version របស់ Docker ដែលយើងបាន install រួចរាល់ហើយដោយសារតែខ្ញុំ install រួចរាល់ហើយអញ្ចឹងខ្ញុំធ្វើយកតែម្ដងអញ្ចឹងដំបូងហ្នឹងគឺខ្ញុំទៅ pull ខ្ញុំប្រើ command pull Nginx ខ្ញុំប្រើ Docker pull Nginx ចុច2 latest អញ្ចឹង latest នេះនៅពេលដែលវា pull វានឹងយក library ណាដែល latest មានន័យថា library ដែលល្អអញ្ចឹងបន្តមកទៀតវាធ្វើការ pull រួចរាល់ហើយវាសូម message ថា complete ហើយបន្តមកទៀតគឺខ្ញុំធ្វើការ run Docker ហ្នឹងអញ្ចឹងខ្ញុំដោយសារតែខ្ញុំបានរៀបចំរួចរាល់ហើយអញ្ចឹងខ្ញុំ copy command ហ្នឹងទៅប្រើប្រាស់តែម្ដងអញ្ចឹងខ្ញុំយកមកផាសនៅក្នុង Kitbase របស់ខ្ញុំមកដូច្នេះវានឹងធ្វើការ run Nginx 1ហ្នឹងតាមរយៈ port 80 អញ្ចឹងខ្ញុំenter មកអញ្ចឹងវាចូលហើយអញ្ចឹងបន្តមកទៀតគឺខ្ញុំទៅ check មើលអញ្ចឹងខ្ញុំប្រើ docker ps.a អញ្ចឹងនេះជា Nginx របស់ខ្ញុំអញ្ចឹងវានេះ Visual Status App 17 second អញ្ចឹងបន្តមកទៀតគឺខ្ញុំប្រើ command ដើម្បី stop អញ្ចឹងយើងអាចមក check មើលកន្លែងនេះបានមិញខ្ញុំប្រើ docker ps.a ដើម្បី check Nginx ហ្នឹងហើយបន្តទៀតគឺយើងទៅ stop Nginx របស់យើងអញ្ចឹងយើងប្រើ docker stop Nginx 1ចឹងបន្ទាប់ពីយើង stop ហើយយើងប្រើ docker ps ចឹងកន្លែង status នេះវានឹង show ថា exit ចឹងយើងទៅ start វាសារថ្មីមកប្រើ command docker start Nginx 1បន្តមកទៀតយើងប្រើ command នេះគឺវាពេលដែលយើង start ហើយវានឹងup 4 second វិញដូច្នេះបន្តមកទៀតគឺយើងធ្វើការ run command exit it អញ្ចឹងដល់ it ហ្នឹងវាចឹងពេលដែលយើងប្រើ command docker exit.it engine one verse ហ្នឹងវានឹងធ្វើការចូលទៅក្នុងពេលដែលវា run ហ្នឹងវានឹងចូលទៅក្នុង container តែម្ដងចឹងខ្ញុំ copy command ហ្នឹងមក
ចឹងយើងអើអីទៅអស់មួយមកចឹងនេះជាengine X នៅក្នុង container របស់យើងដែលនៅក្នុងនឹងមាន boot មាន div មាន home អីចឹងទៅតទៅទៀតយើង exit សិនហើយយើងទៅ stop engine X ហ្នឹងចឹងអូខេយើង stop ហើយបន្តទៀតគឺយើងទៅធ្វើទៅ pull យមទូតម្ដងអញ្ចឹងយើង pull យមទូចូលទៅក្នុង container អញ្ចឹងប្រើ command មួយនេះយើង copy មកចឹងវានឹងធ្វើការ pull Docker library យមទូ I may have to បន្ទាប់ពីយើង pull រួចហើយចឹងយើងបន្តមកទៀតយើង run docker ចឹងនៅពេលដែលយើង run command មួយហ្នឹងដក D មានន័យថា background អញ្ចឹងIT នេះមានន័យថាវានឹងចូលទៅខាងក្នុង terminal តែម្ដងខ្ញុំបាន note ទុករួចហើយនេះដក IT នេះមានន័យថាវានឹង run នៅលើ background តមកវាចូលទៅកាន់ terminal ចឹងខ្ញុំធ្វើការ enter មកហើយបន្តទៀតគឺយើងដកប្រើ docker.p docker ps.a ហ្នឹងដើម្បី check មើលចឹង enter មកចឹងនេះជាយកបន្ទូតរបស់យើងហើយ status ហ្នឹង app 19 second តទៅហើយបន្តមកទៀតគឺយើងទៅ stop យកបន្ទូត one ហ្នឹងចឹងយើង copy មកចឹងនៅពេលដែលយើង stop ហើយចឹងយើងប្រើ command មួយទៀតទៅ check វាទៅ docker ps.a ចឹងនៅកន្លែង status ហ្នឹងវានឹងសូពាក្យថា exit ដូច្នេះបន្ទាប់ពីយើង stop ហើយចឹងយើងទៅ start វិញមកចឹងយើងប្រើ command docker stop យមបន្ទូ1ចឹង enter មកបន្តទៀតយើងប្រើ ps.a ដើម្បី check មើលវា start stop ដោយសារតែមិញខ្ញុំប្រើ stop ចឹងយើងត្រូវ start ជាបន្ទូត one ហ្នឹងតមកទៀតយើងប្រើ ps docker ps.a ចឹង status របស់យើងគឺ app 4 second ហើយបន្តមកទៀតបន្ទាប់ពីយើងធ្វើការ start វាហើយយើងប្រើ ps.a ហើយចឹងយើង run command នេះហើយវាចឹងវានឹងធ្វើការចូលទៅក្នុង container របស់យើងចឹងខ្ញុំផាសមកបន្តមកទៀតយើងប្រើ ls.o ចឹងនេះជាអ្វីដែលមាននៅក្នុងយមទូតរបស់យើងមាន boot មាន div មាន home អីចឹងទៅបន្តទៀតខ្ញុំexit សិនទៅមក exit ហើយទៅ stop container stop យមទូត
មកទៀតយើងប្រើ PSA មកចឹងមានន័យថាវា exit ហើយបន្ទាប់ពីយើងបាន stop យមទូតរបស់យើងហើយចឹងយើងទៅធ្វើចំណុចបន្តទៀតគឺយើងធ្វើការ pull Apache ចូលទៅក្នុង container អញ្ចឹងខ្ញុំ copy command ហ្នឹងមក copy paste ចឹងបន្ទាប់ពីវា pull success ហើយចឹងចំណុចបន្តទៀតគឺយើងទៅ run copy យើង run ឲ្យវា run តាមរយៈ port ចឹងវានឹងធ្វើការដក P នេះគឺ port វា run តាមរយៈ port ចឹងខ្ញុំ enter មកបន្តទៀតគឺយើងទៅ check មើលយើងប្រើ PS let's docker pa.a ចឹងសម្រាប់ Apache របស់យើងគឺវា status របស់វា app 14 second អញ្ចឹងខ្ញុំទៅ stop Apache សិនចឹងចូលកាន់ script មកដែលយើងប្រើ docker stop Apache 1ចឹង docker stop Apache 1 error ដោយសារតែខ្ញុំ សរសេរ Apache អត់ត្រូវចឹងបន្ទាប់ពីយើង stop ហើយយើងប្រើ docker pa.a ដើម្បី check វាចឹង status វានឹង exit បន្តទៀតគឺខ្ញុំទៅ start វាម្ដងទៀតទៅមកទៀតយើងប្រើ pa.a មកអូខេ status បន្ទាប់ពីយើងបាន start វាហើយចឹងវានឹងនៅសល់ app 4 second ចឹងបន្ទាប់មកទៀតគឺបន្ទាប់ពីយើង start stop ហើយយើង run command execute docker exist.it នេះចឹងយើងនេះជួយទៅ copy សារថ្មីControl C ចឹងយើង ls ដកមកចឹងនេះជាអ្វីដែលមាននៅក្នុង Apache ចឹងនៅក្នុងនោះមាន bin មាន build មានicon អីទៅចឹងបន្តមកទៀតគឺខ្ញុំ exit ចេញមួយមកហើយខ្ញុំទៅ stop Apache ចឹងបន្ទាប់ពីខ្ញុំធ្វើ Apache រួចរាល់ហើយចឹងបន្តមកទៀតគឺធ្វើទៅតាមទៅនឹង MySQL ចឹងខ្ញុំធ្វើការ copy មក copy pasteចឹងដោយសារតែវារៀងយូរបន្តិចចឹងខ្ញុំសូម stop វីដេអូបន្តិចសិនដូច្នេះបន្ទាប់ពីខ្ញុំធ្វើការរួចរាល់ហើយចឹងចំណុចតទៀតគឺខ្ញុំប្រើ docker run.d ហ្នឹងគឺមានន័យថាវា run តាមរយៈ background ហើយ name
my actual ហើយដក a នេះ execute អញ្ចឹងវានឹងធ្វើការ execute my actual ហ្នឹងដែលវាទាមទារstrong password ហើយវានឹងធ្វើការ run តាមរយៈ port 36 3806ហ្នឹងអញ្ចឹងខ្ញុំcopy command មួយហ្នឹងមកចឹងបន្ទាប់ពីខ្ញុំ run រួចអ្នកការបន្តគឺយើង run ps.a ហើយយើងទៅ stop my actual របស់យើងដល់បន្តិចគឺយើង start ចឹងខ្ញុំធ្វើតាមដំណាក់កាលមកគឺខ្ញុំប្រើ docker ps.a សិនមកចឹងវានឹង show status my actual របស់ខ្ញុំហ្នឹងគឺ up 23 second ចឹងបន្ទាប់ពីខ្ញុំឆែករួចហើយចឹងខ្ញុំប្រើដើម្បី stop វាសិនខ្ញុំប្រើ docker stop my actual one ណាដូច្នេះខ្ញុំប្រើ docker ps.a មកដើម្បីឆែកមើលអញ្ចឹង status របស់ខ្ញុំហ្នឹងគឺវានឹង show ថា exit តបពីខ្ញុំstop រួចហើយចឹងខ្ញុំទៅ start វាវិញចឹងណា start ចឹងនៅក្នុងនេះវានឹង show ពាក្យថា app basic អញ្ចឹងចំណុចបន្តទៀតគឺខ្ញុំត្រូវ run command docker exist .it នឹងអញ្ចឹងនៅពេលដែលវា exist ហ្នឹងវានឹងចូលទៅកាន់ .it ហ្នឹងមានន័យថាវានឹងចូលទៅកាន់ terminal តែម្ដងអញ្ចឹងខ្ញុំ copy run មកOTC runtime execute file enable start container ចឹងដោយសារតែមិញខ្ញុំប្រើ command code ខ្ញុំភ្លេចកន្លែងនេះខ្ញុំភ្លេចវាយកន្លែងនេះត្រូវដាក់ my actual ចឹងខ្ញុំ run ម្ដងទៀតណាហើយវានឹងធ្វើការ require passwordដោយសារតែមិញហ្នឹងគឺខ្ញុំបញ្ចូល password ខុសអញ្ចឹងយើងធ្វើការបញ្ចូល password ម្ដងទៀតទៅនេះកន្លែងនេះវាជា password ដែលយើងបានដាក់មុនហ្នឹងអញ្ចឹងយើងត្រូវចូល password មួយហ្នឹងមកអញ្ចឹងវានឹង success ហើយអញ្ចឹងយើងចូលមកដល់ my actual របស់យើងហើយបន្តមកទៀតគឺយើងទៅ check មើលយើងប្រើ docker ps.a ចឹងវាអត់មាន show អីទេឆ្នេះបន្តមកទៀតគឺខ្ញុំប្រើ docker stop actual one ណាដោយសារតែយើងចូលនៅលើ my actual ចឹងវាប្រើ command docker stop actual one
ដោយសារយើងនៅខាងក្នុងចឹងយើងរ៉ានអាកាទេជំរាប exit ចេញមួយសិនមកបានទៀតចុង CD ចុចបានទៀតចឹងយើងប្រើ /c ចឹងយើង exit ចេញមកបានចឹងយើងបន្ទាប់ពីយើង exit ហើយយើងទៅប្រើ command docker stop MySQL យើងបន្ទាប់ពីយើង stop ហើយយើងប្រើ docker ps.a ចឹងដោយសារតែយើង stop ហើយចឹងវានឹងសូថា exit ចឹងយើងទៅ start វិញមក docker start by SQL យើងបន្តទៀតយើងប្រើ docker ps .a មកដើម្បី check មើលវាចឹងបន្ទាប់ពីយើង start ហើយចឹងវានឹងកន្លែង status ហ្នឹងវា show up 7 second ដូច្នេះបន្ទាប់ពីយើង stop start ហើយចឹងយើងទៅប្រើ command docker exist.it ចឹងវានឹងចូលតាមរយៈ terminal ចឹងខ្ញុំពីខាងមកវានឹង require password អូខេបន្ទាប់ពីវាចូលហើយចឹងវានឹងដាក់ welcome to my SQL អញ្ចឹងទៅចឹងបន្ទាប់ពីយើងវាចូលហើយតមកទៀតគឺយើងអូខេប្រសិនមកកាត់មួយសាក OS តមួយសិនចឹងវាអត់មានអីទេចឹងយើងប្រើ backslash ដើម្បីចេញចឹងយើង show database ចឹង show database ក៏វាអត់មានដែរដោយសារតែ SQL របស់វាអត់មានអីចឹងដោយសារតែនៅក្នុង SQL ហ្នឹងវាអត់មានអីទេចឹងដោយសារតែមកខ្ញុំប្រើ command នេះខ្ញុំភ្លេចអីចឹងដោយសារតែ MySQL ហ្នឹងវាមាន database default របស់វាចឹងនេះជា database default របស់វាចឹងបន្តទៀតគឺខ្ញុំexit មក exit បន្តមកទៀតគឺយើងត្រូវយើងឆែក docker pa.a សិនចឹងដោយសារតែវានៅ start ចឹងយើងទៅ stop សិនមកដើម្បីធ្វើការ install Redis ចឹងខ្ញុំប្រើ docker stop MySQL1 យើងប្រើ docker.pa មកចង់ដឹងថាវា stop នៅចឹងបន្ទាប់ពេលវាអូខេវា stop ហើយចឹងបន្តមកទៀតគឺយើងទៅធ្វើ Redis វិញម្ដងចឹងyes យើងទៅធ្វើ Redis វិញម្ដងចឹងខ្ញុំ copy command ហ្នឹងមកអូខេយើងបន្ទាប់ពីវាពួររួចដល់ហើយបន្ទាប់ពីវាពួររួចដល់ហើយចឹងខ្ញុំប្រើ command នេះដែលវានឹងធ្វើការ run តាមរយៈ port ចឹងខ្ញុំ copy មក paste អូខេ
ចឹងវា Docker library Redis ចឹងបន្តមកទៀតគឺខ្ញុំទៅ check វិញខ្ញុំប្រើ Docker ps.a មក yes ទៅធ្វើរបស់វា start 15 second ចឹងខ្ញុំទៅ stop វាវិញមកខ្ញុំទៅដំបូងខ្ញុំទៅ stop សិនខ្ញុំប្រើ Docker stop Redis 1 yes ចឹងខ្ញុំប្រើ Docker ps.a មកដើម្បី check មើលថាវា stop នៅចឹង status របស់វា exit ហើយចឹងយើងទៅstart វិញមក yes start ហើយចឹងប្រើ ps.a ដើម្បី check វាចឹង app status នេះ app នៅសល់3 second យើងបន្ទាប់ពីយើង stop ហើយយើង stop រួចរាល់ហើយយើងប្រើ ps Docker ps.a ដើម្បី check មើល status របស់វាហើយអញ្ចឹងយើង run command មួយនេះដើម្បីនៅពេលដែលវាធ្វើការexecute វានឹងចូលទៅកាន់ terminal របស់យើងតែម្ដងអញ្ចឹង pass មកអូខេចឹងខ្ញុំប្រើ ls.r មក ls.r enter unknown command ដូច្នេះដោយសារតែនៅក្នុង ready ចឹងខ្ញុំប្រើ ls.r ចឹងអត់អាចធ្វើការឆែកបានទេចឹងខ្ញុំប្រើ command ផ្សេងទៀតគឺ key empty array ចឹងវាអត់មានទេដូច្នេះដោយសារតែវាអត់មានចឹងខ្ញុំប្រើ command ផ្សេងទៀតចឹងខ្ញុំចង់ទៅ check key ចឹងget key / underscore name ចឹងនេះជា new ដូច្នេះនៅក្នុងដោយសារតែនៅក្នុង ready ហ្នឹងអត់មានអីទេចឹងខ្ញុំ check ទៅcheck មើល key ចឹងវាមាន key new មួយហ្នឹងចឹងខ្ញុំ exit យកតែម្ដងចឹងបន្ទាប់ពីខ្ញុំ exit ហើយចឹងខ្ញុំទៅ stop ready ហ្នឹងហើយខ្ញុំប្រើ ps .a ចឹងវា exit ហើយដូច្នេះសម្រាប់ការធ្វើ pull MySQL យមទូតឬក៏ Redis ចូលទៅក្នុង container ហ្នឹងខ្ញុំបានធ្វើរួចរាល់ហើយចឹងជាចុងក្រោយអរគុណលោកគ្រូជម្រាបលាលោកគ្រូ